អ្នកខ្លះដាក់ចិត្តដាក់កាយប្រឹងប្រែងបំពេញការងារប៉ុន្តែជាលទ្ធផលមិនសូវទទួលបានល្អធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេមិនពូកែគ្រប់គ្រាន់មិនយកចិត្តទុកដាក់គ្រប់គ្រាន់ឬក៏មិនទាន់ព្យាយាមគ្រប់គ្រាន់ដើម្បីឲ្យលទ្ធផលចេញជាផ្លែផ្កាតាមក្តីប្រាថ្នាតែតាមការពិតលទ្ធផលដែលមិនជាទីគប់ប្រសើរនោះមិនមែនបណ្ដាលមកពីពួកគេខ្សោយឬពួកគេខ្វះវិន័យឬពួកគេមិនឧស្សាហ៍ព្យាយាមគ្រប់គ្រាន់នោះឡើយមូលហេតុធំពិតប្រាកដគឺពួកគេមិនស្ថិតនៅក្នុងបរិស្ថានដែលអនុញ្ញាតឲ្យពួកគេជោគជ័យជាដុំកំភួនផ្ទុយទៅវិញវាគឺជាបរិស្ថានដែលកំពុងបំផ្លាញពួកគេបន្តិចម្ដងជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួនខ្ញុំស្គាល់មនុស្សម្នាក់ដែលតាំងចិត្តថាចង់ផ្លាស់ប្ដូរចង់អភិវឌ្ឍជីវិតរបស់គេតាំងចិត្តចាប់តាមរៀនសូត្រផ្ដោតអារម្មណ៍ផ្ចង់អារម្មណ៍គេមានធម៌ពលគ្រប់គ្រាន់ពី3ថ្ងៃដំបូងល្អយើងមើលទៅមានការផ្លាស់ប្ដូរពិតប្រាកដមែនប៉ុន្តែមួយអាទិត្យក្រោយមកគាត់នៅតែដដែលត្រឡប់ទៅអាទម្លាប់ចាស់ដដែលរបស់គាត់វិញហេតុអីដោយសារបរិយាកាសបរិស្ថានជុំវិញគាត់អត់មានឯផ្លាស់ប្ដូរគាត់ព្យាយាមផ្លាស់ប្ដូរតែខ្លួនគាត់ប៉ុន្តែគាត់ទាញអត់ឈ្នះបរិយាកាសជុំវិញខ្លួនគាត់មិត្តភក្តិគាត់ដើរជាមួយមនុស្សដដែលនិយាយរឿងអត់ប្រយោជន៍ដដែលធ្វើរឿងអត់ប្រយោជន៍ដដែលផ្ទះគាត់កន្លែងធ្វើការគាត់ទូរស័ព្ទសម្ភារៈជុំវិញខ្លួនគាត់សុទ្ធតែជារបស់ដែលនាំឲ្យគាត់ទាញឲ្យគាត់ចេញពីគោលដៅដែលគាត់ផ្ដោតហើយការតាំងចិត្តបានពី3ថ្ងៃទៅមួយអាទិត្យបន្ទាប់ពីនឹងទៅការតាំងចិត្ត motivation ហ្នឹងវាខ្សោយនៅពេលដែលវាខ្សោយទៅបរិយាកាសទាញគាត់ត្រឡប់មកផ្លូវចាស់វិញដដែលការពិតដ៏ធំមួយដែលមនុស្សភាគច្រើនមិនសូវបានយកចិត្តទុកដាក់គឺការតាំងចិត្តដែលភាសាអង់គ្លេសហៅថា motivation ហ្នឹងគឺខ្សោយបរិយាកាសជុំវិញយើងគឺមានអនុភាពខ្លាំងជាងការតាំងចិត្តមនុស្សដែលនៅជុំវិញខ្លួនយើងព័ត៌មានផ្សេងដែលយើងមើលយើងឮជារៀងរាល់ថ្ងៃបរិយាកាសផ្ទះកន្លែងធ្វើការរបស់យើងទម្លាប់បោះជើងឬបុគ្គលផ្សេងជុំវិញខ្លួនដែលយើងឃើញជារៀងរាល់ថ្ងៃទាំងអស់នេះហើយដែលពូនសូនចេញជាអនាគតរបស់យើងមិនថាអ្នកដឹងឬមិនដឹងអ្នកយល់ឬមិនយល់បើសិនជាអ្នករស់នៅព័ទ្ធជុំវិញទៅដោយភាពរំខានភាពអវិជ្ជមានភាពជីវិតដែលស្រួលហើយមិនសូវមានប្រយោជន៍នោះអ្នកនឹងคล้ายទៅជាបែបនោះឯងមិនមែនមកពីយើងមិនតាំងចិត្តមិនខ្លាំងទេក៏ប៉ុន្តែគឺមកពីរបស់ជុំវិញយើងវាមានឥទ្ធិពលគ្រប់រំដាប់លើយើងខ្លាំងដូច្នេះប្រសិនបើអ្នកពិតជាចង់ផ្លាស់ប្ដូរជីវិតរបស់អ្នកត្រូវចាប់ផ្ដើមចេញពីបរិយាកាសរស់នៅរបស់អ្នកផ្លាស់ប្ដូរអ្វីដែលអ្នកធ្លាប់ឃើញផ្លាស់ប្ដូរអ្វីដែលអ្នកធ្លាប់ស្ដាប់ឬផ្លាស់ប្ដូរមនុស្សដែលអ្នកធ្លាប់ចំណាយពេលវេលាច្រើនជាមួយហើយប្រសិនបើមានការលំបាកក្នុងការផ្លាស់ប្ដូរអ្វីទាំងអស់
បង្កើតបរិយាកាសតូចមួយសម្រាប់ខ្លួនឯងបង្កើតរបៀបម៉េចឧទាហរណ៍ថានៅក្នុងផ្ទះយើងអាចមានរកកន្លែងណាតូចមួយសម្រាប់បន្ទប់ណាតូចមួយឬក៏កលៀនណាតូចមួយដែលយើងអាចចូលទៅអង្គុយរៀនធ្វើការដោយគ្មានការរំខានហើយក្រុមមនុស្សដែលយើងធ្លាប់ចំណាយពេលវេលាច្រើនអត់ប្រយោជន៍ជាមួយនឹងយើងសម្លឹងមើលទៅវិញអ្នកណាមួយដែលមានប្រយោជន៍ដែលនាំឲ្យយើងរីកចម្រើនអាចជាលំបាកដំបូងប៉ុន្តែអាចរើសម្នាក់ឬក៏ពីរនាក់ព្យាយាមចំណាយពេលជាមួយគេឲ្យបានច្រើននៅកន្លែងធ្វើការដូចគ្នាព្យាយាមជជែកចំណាយពេលជាមួយតែអ្នកដែលនាំឲ្យយើងរីកចម្រើនបានកាត់ផ្ដាច់ប្រភពរំខានប្រភពខ្ជះខ្ជាយទាំងពេលវេលាលុយកាក់និងធម៌ពលសូមចងចាំនៅពំនូលបុរាណមួយអ្នកនឹងមិនคล้ายទៅជាអ្វីដែលអ្នកប្រាថ្នាឡើយអ្នកនឹងคล้ายទៅជាអ្វីដែលហុំព័ន្ធអ្នក